ឧតុនិយមថៃបានលើកឡើងថាខេត្តចំនួន40ទូទាំងប្រទេសថៃប្រឈមនឹងភ្លៀងធ្លាក់ខ្លាំងនៅថ្ងៃប្រហោះនេះនាយយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNC TV នៅថ្ងៃនេះបានលើកឡើងថានាយករដ្ឋាភិបាលឧតុនិយមថៃ TMD បានព្យាករណ៍ថាខេត្តចំនួន40នៅទូទាំងប្រទេសថៃប្រឈមនឹងភ្លៀងធ្លាក់ខ្លាំងនៅថ្ងៃប្រហោះទី9ខែតុលានេះតែម្ដងនៅតំបន់ទីក្រុងបាងកកប្រឈមនឹងភ្លៀងធ្លាក់រហូតដល់ 70% ខណៈភាគខាងជើងនិងភាគឦសានអាចនឹងទទួលរងនូវភ្លៀងធ្លាក់តិចប៉ុន្តែអាចប្រឈមនឹងផ្គររន្ទះការព្យាករណ៍បានឲ្យដឹងបន្ថែមទៀតថាតំបន់ភាគកណ្ដាលបូព៌ានិងភាគខាងត្បូងត្រូវប្រឈមភ្លៀងធ្លាក់ខ្លាំងដោយផ្នែកជាពិសេសនៅក្នុងខេត្តមួយចំនួនដូចជាកញ្ចនបុរីឈុនបុរីរយ៉ងសូរ៉ាធានីនិងភូកេតចំណែកឯនៅឈូងសមុទ្រថៃនិងសមុទ្រអាន់ដាម៉ាន់ឯនោះវិញនឹងមានរលកបក់បោងកើនឡើងរហូតដល់ទៅ1ម៉ែត្រទៅ2ម៉ែត្រនៅពេលមានព្យុះអាជ្ញាធរបានណែនាំឲ្យប្រជាពលរដ្ឋដែលរស់នៅជាប់សមុទ្រមានការប្រុងប្រយ័ត្ននិងសម្រាកការធ្វើដំណើរតាមផ្លូវទឹក